សួស្តីជំរាបសួរថ្ងៃនេះមានព័ត៌មានខ្លះៗយកមកចែករំលែកប៉ុន្តែខ្ញុំក៏បានឮគេនិយាយខ្ញុំក៏បានឃើញនៅក្នុង TikTok ខ្ញុំមិនមែនជាអ្នកមើល TikTok ទេប៉ុន្តែមានអ្នកខ្លះគាត់ចែករំលែកតទៀតគឺជាព័ត៌មានមិនពិតទាំង3ហ្នឹងគឺមិនពិតទាំង3ហ្នឹងមានអីខ្លះទី1ដែលជ្រួលច្បល់ខ្លាំងមែនទែនគឺការដែលបញ្ចេញខ្យល់តាមទីសាធារណៈនោះនៅក្នុង tramway métro ou bus ou train tout ça mais c'est pas possible យើងចង់ឲ្យគ្នាទៅទប់ខ្យល់មិនកើតឧទាហរណ៍អញ្ចឹងទី1មុននឹងយើងចែករំលែកព័ត៌មានយើងត្រូវមើលសិនថាតើព័ត៌មាននោះមេត្រាទីប៉ុន្មាន article combien telle loi promulguée quand adopté quand នោះក៏ទាំងអស់ហ្នឹងគឺគ្មានទេមិនពិតទេព័ត៌មានហ្នឹងណាទី1គឺការផោមហ្នឹងមិនពិតទេទី2ព័ត៌មានមួយទៀតដែលគេចែករំលែកតគ្នាដូចគ្នាគឺការដែលធ្វើដំណើរពីប្រទេសបារាំងទៅប្រទេសផ្សេงទៀតឲ្យតែដល់3ដងគឺគេលែងឲ្យចូលប្រទេសបារាំងវិញហើយគេចាប់ផាកពិន័យក៏គ្មានមិនមែនជាព័ត៌មានពិតដែរដែលការដែលធ្វើការ à partir de 3 fois en sortant de la France ចេញពីប្រទេសបារាំងទៅប្រទេសផ្សេងទៀតណាចាប់ពី3ដងទៅគឺគេផាកពិន័យគឺអត់ទេគឺជាព័ត៌មានមិនពិតនៅក្នុង TikTok ហ្នឹងគាត់ចេះតែបង្កើតទៅដូចជាភាសាខ្មែរយើងហៅថាព័ត៌មានបំពុលសង្គមជាភាសាបារាំងគេថា fake news វាចូលតាមជាអង់គ្លេសណាឬក៏មួយទៀត antos យ៉ាងណានឹងមួយទៀតដែលចាំបាច់នោះអ្នកខ្លះគេថាចាប់ពី2026ព័ត៌មានក៏នៅលើ TikTok ដូចគ្នាចាប់ពី2026ទៅបើយើងផ្ទេរលុយទទួលលុយលើសពី1000នៅក្នុងកងរបស់យើងគឺធនាគារត្រូវតែ declare លុយយើងនឹងទៅអំពូនោះតអត់ដែរអត់មានអ្នកណាគេមក declare អំពូទេតែបើយើងចាយលុយសុទ្ធ1000យកទៅទិញឡានយកទៅទិញអីគេអត់ឲ្យយើងបង់លុយសុទ្ធ1000លើសពី1000ទៅគឺអត់ទេក្រោម1000វិញចាប់ពី1000ទៅគឺអត់ទេគេអត់យកលុយសុទ្ធទេដើម្បីជៀសវាងការ blanchiment d'argent ការដែលលាងលុយភាសាបារាំងថា blanchiment d'argent donc ព័ត៌មានទាំង3ហ្នឹងគឺអត់ពិតទាំង3ណា